តើគាត់តែការស្វែងរកការងារយូរហើយចំណាយពេលច្រើនមែនអត់តោះត្រៀមខ្លួនទទួលយកនៅអ្វីដែលថ្មីដោយ Working Nest បានបន្ថែមមុខងារថ្មីពី Vina នោះគឺ AI Chat ដែលជាជំនួយការងារឆ្លាតវៃថ្មីរបស់អ្នកទាំងគ្នាហើយក៏ត្រូវបានរចនាឡើងដើម្បីធ្វើឲ្យការដាក់ពាក្យការងារកាន់តែមានប្រសិទ្ធភាពនិងងាយស្រួលជាងពេលមុនថ្មីនេះ Working Nest បានបន្ថែមនៅមុខងារ AI ពិសេសមួយដែលឲ្យឈ្មោះថា AI Chat ជាមួយ Vina ហើយមិនឆ្ងល់អត់ថាមិនបានយើងបង្កើតមុខងារនេះឡើងទី1គឺដើម្បីជួយឲ្យអ្នកទាំងគ្នាដាក់ពាក្យការងារកាន់តែមានភាពងាយស្រួលនិងមានប្រសិទ្ធភាពជាងពេលមុនទី2នោះគឺទទួលបានព័ត៌មានការងារពី Vina ហើយអ្នកទាំងគ្នាក៏អាចធ្វើការប្រឹក្សាបន្ថែមអំពីការងារជាមួយនឹងខាង recruiter ហើយ Vina នឹងណែនាំការងារដែលត្រូវទៅនឹងជំនាញទៅដូចជាទីតាំងដែលនៅជិតលោកអ្នកបំផុតហើយវាសំខាន់នោះគឺ Vina នឹងប្រាប់ពីលទ្ធផលបន្ទាប់ពីសម្ភាសន៍ការងារជូនទៅកាន់អ្នកទាំងអស់គ្នាតោះឥឡូវដើម្បីកុំឲ្យខាតពេលវេលាយូរខ្ញុំនឹងមកបង្ហាញអ្នកទាំងគ្នាអំពីរបៀបនៅក្នុងការប្រើប្រាស់មុខងារមួយនេះអញ្ចឹងជំហានដំបូងដែលអ្នកទាំងគ្នាគួរដឹងត្រូវប្រកាសថាអ្នកគ្នាបានធ្វើការ update app Working Nest ទៅ version ចុងក្រោយអញ្ចឹងឥឡូវសូមចូលទៅកាន់ App Store ឬក៏ Play Store មកស្វែងរកពាក្យ Working Nest រួចហើយចុចទៅលើពាក្យ update ប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាឃើញពាក្យថា open នោះបានន័យថា app Working Nest របស់អ្នកទាំងគ្នាបានធ្វើការ update រួចជាការស្រេចអញ្ចឹងបន្ទាប់ពីធ្វើការ update រួចហើយសូមបើក app Working Nest មកនោះអ្នកនឹងឃើញប៊ូតុង AI Chat ថ្មីរបស់យើងចុចចាប់ផ្ដើមដើម្បីធ្វើការសន្ទនាជាមួយ Vina នោះ Vina Chat មកល្មមដូចដែលអ្នកទាំងគ្នាបានដឹងអញ្ចឹង Vina គឺពំនាំយកនៅឱកាសការងារជាច្រើនជូនមកដល់ដៃផ្ទាល់តែម្ដងអញ្ចឹងយើងអាចធ្វើការឆ្លើយឆ្លងតាមនឹងបានហើយមួយវិញទៀតរាល់ការសន្ទនារបស់អ្នកទាំងគ្នាជាមួយ Vina នឹងត្រូវបានបញ្ជូនទៅឲ្យខាង recruiter អញ្ចឹងអ្នកទាំងគ្នាគ្រាន់តែរងចាំដំណឹងល្អទៅបានហើយជប់សិន complete ចូលទៅ setting រួច allow notification ផងណាប្រយ័ត្នតែ Vina Chat មកផ្ដល់ការងារទៀតដឹងអញ្ចឹងបើសិនជាចង់សាកល្បងប្រើប្រាស់មុខងារមួយនេះកុំភ្លេចឆាតទៅ Vina ផ្ទាល់បើសិនជាចង់ដាក់ពាក្យការងារបានលឿន